ជំរាបសួរខ្ញុំដារ៉ុងជានាយកប្រតិបត្តិរបស់អង្គការគ្រួសារថ្មីខ្ញុំចង់ណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់នេះគឺជាមណ្ឌលគាំពារកុមាររបស់អង្គការគ្រួសារថ្មីនៅតាខ្មៅហើយខ្ញុំចង់ជម្រាបថានេះគឺជាមណ្ឌលដែលសំខាន់ខ្លាំងបំផុតសម្រាប់ឲ្យអង្គការគ្រួសារថ្មីយើងជួយកុមារដែលរងគ្រោះឲ្យគាត់ស្នាក់នៅនិងគាំពារពួកគាត់ឲ្យពួកគាត់អាចត្រឡប់ទៅសាលារៀនវិញបានហើយនឹងចូលរួមកសាងអនាគតរបស់ខ្លួនសម្រាប់ការរស់នៅប្រកបដោយឯករាជ្យទៅថ្ងៃក្រោយដោយឡែកខ្ញុំចង់នាំអារម្មណ៍លោកស្រីមិត្តភ័ក្តិទាំងអស់និងក្រុមគ្រួសាររបស់អង្គការគ្រួសារថ្មីចាប់អារម្មណ៍ថាក្នុងរយៈពេល 4-5 ឆ្នាំចុងក្រោយនារដូវវស្សាមណ្ឌលមួយនេះតែងតែរងគ្រោះដោយលិចទឹកខ្លាំងមែនទែនរហូតដល់ប៉ះពាល់យ៉ាងខ្លាំងទៅដល់សុខុមាលភាពរបស់កុមារដែលយើងកំពុងតែត្រូវការជំនួយនិងរស់នៅក្នុងមណ្ឌលមួយនេះហើយនឹងការបំពេញការងាររបស់ក្រុមការងារអង្គការគ្រួសារថ្មីផងដែរវានៅដល់សប្បុរសជនក្រុមគ្រួសារនិងមិត្តភ័ក្តិរបស់អង្គការគ្រួសារថ្មីទាំងអស់ចូលរួមតាមចិត្តសទ្ធារបស់ខ្លួនដើម្បីគ្រប់គ្រងពួកយើងឲ្យមានលទ្ធភាពកែកុនមណ្ឌលនេះឡើងវិញនិងបញ្ជាការជន់លិចនារដូវវស្សាដើម្បីសុខុមាលភាពរបស់កុមារនិងបុគ្គលិកដែលកំពុងតែបំពេញការងារនៅទីនេះបាទមណ្ឌលកម្ពុជាកុមារគ្រួសារថ្មីទឹកខ្មៅចាប់ផ្ដើមដំណើរការនៅដើមឆ្នាំ1993ក្នុងគោលបំណងជួយកុមាររងគ្រោះងាយរងគ្រោះនិងកុមារដែលជួបការលំបាកបំផុតក្នុងប្រទេសកម្ពុជាហើយបច្ចុប្បន្នកុមារកំពុងស្នាក់នៅក្នុងមណ្ឌលមានចំនួន30នាក់ហើយនឹងបានសមាជិកកម្មនៅក្នុងសង្គមជាង500នាក់សប្តាហ៍ថ្ងៃមណ្ឌលកម្ពុជាកុមារទឹកខ្មៅរងការលិចទឹករយៈពេល2ទៅ3ថ្ងៃនៅពេលដែលភ្លៀងខ្លាំងចាប់គ្នាបានធ្វើឲ្យមានការរំខានដល់ការរស់នៅរបស់កុមារជាទីស្រឡាញ់របស់យើងដូចជាអត់កន្លែងលេងកម្សាន្តអង្គុយញ៉ាំបាយនៅលើទឹកកខ្វក់និងជាពិសេសនោះគឺកុមារយើងរងនៅផលប៉ះពាល់ផ្លូវចិត្តនិងសុខភាពអនាម័យរបស់គាត់បាទខ្ញុំតាំងនាមឲ្យកុមារជាទីស្រឡាញ់នៃយើងដែលកំពុងតែស្នាក់នៅក្នុងមណ្ឌលសូមអំពាវនាវដល់សប្បុរសជនទាំងអស់សូមមេត្តាជួយគាំទ្រដល់ដំណើរការនៃការសង់របស់មណ្ឌលយើងខ្ញុំផងដើម្បីឲ្យកុមារបានរស់នៅដោយមានសុខភាពផ្លូវចិត្តនិងផ្លូវកាយបានល្អ